ខ្មែរថៃបន្តកែសម្រួលយុទ្ធោបករណ៍អាវុធធុនធ្ងន់និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នៅរសៀលថ្ងៃទី31ខែតុលាឆ្នាំ2025នេះនៅច្រកព្រំដែនអូស្មាច់ខេត្តឧត្តរមានជ័យយោធាភូមិភាគទី4កម្ពុជានិងកងទ័ពភូមិភាគទី2ថៃបានរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃ RBC សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធនិងយុទ្ធោឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់បន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិការស្ថាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃ RBC កាលពីពេលព្រឹកមិញនេះសហប្រធានដឹកនាំកិច្ចប្រជុំដោយឯកឧត្តមពៅហេងមេបញ្ជាការយោធាភូមិភាគទី4កម្ពុជានិងឧត្តមសេនីយ៍តូវីរយុទ្ធរៈសិង្ហមេបញ្ជាការភូមិភាគទី2ថៃដោយមានការចូលរួមពីអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅប្រទេសកម្ពុជានិងប្រចាំនៅប្រទេសថៃដើម្បីតាមដានផ្ទៀងទាត់និងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពភាគីទាំងពីរបានពិភាក្សានិងឯកភាពគ្នាលើផែនការជាក់លាក់ក្នុងការសម្រួលយុទ្ធោបករណ៍និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហាននិងតាមដំណាក់កាលនៅក្រោមការសង្កេតនិងការផ្ទៀងទាត់របស់ AOT សម្ដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធាកិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង 15:47 នាទីជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀងនិងចុះហត្ថលេខាលើកំណត់ហេតុរួមស្ដីពីការកែសម្រួលយុទ្ធោបករណ៍អាវុធធុនធ្ងន់និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់